Hello guys, welcome to my vlog Sri Lanka again ចាមុនដើរមកយើងដាក់មកវីដេអូរបស់បាត់ Smash សិនយ៉ាចាសម្រាប់ថ្ងៃនេះគឺខ្ញុំនាំអារម្មណ៍មកមើលបរិយាកាសលើដងផ្លូវដែលសមុទ្រថ្ងៃមុនដែលខ្ញុំទៅលេងហ្នឹងណាចាគឺមើលទៅវារៀងស្ងាត់តិចដោយសារពួកខ្ញុំគឺនៅរៀងជ្រៅដែរអញ្ចឹងតម្រុំពួកខ្ញុំដើរចេញមកក្រៅប្រហែលជា10នាទីហ្នឹងអត់យូរទេចានេះគឺជាហាងពេជ្រហើយនេះជាបរិយាកាសនៅលើដងផ្លូវរបស់គេរៀងអ៊ូអរដែរអញ្ចឹងណាហ្នឹងហើយក៏ស្រស់ស្អាតដូចគ្នាចាហើយអ្វីដែលសំខាន់គឺការលក់របស់គេទៅមួយហាងគឺគេ show ត្រី show អីបែបនេះអញ្ចឹងទៅគឺ show សង្គ្រប់តូបហើយគេក៏មានជាប្រភេទការលក់កៅអៅតូបចាប់ហួយឬក៏ជាតូបផ្លែឈើហើយនេះក៏ជាគ្រឿងអនុស្សាវរីយ៍របស់គេដូចគ្នាចាហើយសម្រាប់តូបផ្លែឈើតូបអីនេះគឺខ្ញុំចូលចិត្តចាប់ហួយក៏ដូចគ្នាវាការរៀបចំរបស់គេស្អាតគឺបែបផ្លឹងបែបនេះតែម្ដងគឺស្អាតខ្លាំងមែនតើសម្រាប់ខ្ញុំចាហើយនៅហ្នឹងគឺភាគច្រើនខ្ញុំឃើញសិតតែតូបត្បូងតូបអីចឹងណាគឺសឹងតែមានម្លង2 3តូបទៅមានហាងត្បូងហាងអីអញ្ចឹងតែនេះគឺជាត្បូងរបស់ប្រទេសគេហើយក៏ស្អាតដូចគ្នាចានេះគឺបរិយាកាសតាមផ្លូវការលក់ដូររបស់គេវាអ៊ូអរដែរតែវាមិនខ្លាំងណាស់ណាអញ្ចឹងឬក៏មកពីយើងចេញខុសពេលវេលាអីជាដើមអញ្ចឹងតែចាសុំទោសផងហើយគ្រប់តូបរបស់គេគ្រឿងអនុស្សាវរីយ៍របស់គេគឺអត់ចោលទេព្រះព្រោះអីប្រទេសស្រីលង្កាគឺជាប្រទេសនៃសាសនាពុទ្ធអញ្ចឹងគឺគ្រប់កន្លែងភាគច្រើនគឺខ្ញុំឃើញគេតាំងប្រភេទមិនប្រភេទស្មាតោគឺតាំងជារូបព្រះពុទ្ធអីជាដើមអញ្ចឹងណាអត់មានរូបអីខុសពីរូបព្រះពុទ្ធទេទោះក្នុងប្រទេសហ្នឹងកាន់10សាសនាក៏ដោយក៏ប៉ុន្តែប្រទេសនៃពុទ្ធគឺគេតាំងតែរូបព្រះជាដើមខ្ញុំ appreciate ឡើងហ្នឹងមែនតើចាហើយតោះយើងមកតហើយនេះក៏ជាបរិយាកាសលើដងផ្លូវគេដូចគ្នាគឺស្អាតខ្លាំងមែនតើវាភ្លើងជុំវិញមើលទៅលះអញ្ចឹងណាចាតែរៀងអន់ចិត្តបន្តិចចំពោះនៅថាវាមានតាហាងវាអត់មានតូបដែរតូចអីចឹងទៅពួកអីពេលខ្លះទៅយើងដើរក៏យើងមិនមែនទៅសម្បូរលុយដែរយើងគ្រាន់តែចង់ដើរចាហើយនេះបរិយាកាសខ្ញុំដើរចូលហាងគេចាដើរកាត់ហើយនេះគឺជាបកាមឹកដែលគេ show ចឹងណាចានេះសម្រាប់នៅក្នុងហាងគេពួកអីហាងហ្នឹងភាគច្រើនគេដាក់នៅឆ្នេរសមុទ្រអញ្ចឹងចង់ដល់ឆ្នេរទៅយើងដើរកាត់ចូលហាងហើយដើរហាងនោះឯណាតែមកញ៉ាំហាងនេះជីវិតហើយនិយាយមែនបើថាមិនឈៀលទេណាមកផ្ទះខ្ញុំពីដៃមកតាឈៀលសន្លប់កប់លូទឹកស្អុយហើយនេះគឺជាស្រីស្អាតដែរប៉ុណ្ណាចាអូខេហើយនេះគឺជា ginger beer តែវាមិនជា beer វាមានឈ្មោះថា ginger beer តែវាផ្អែមបែប gas ហើយនឹងក្លិនខ្ញីចាវាផ្អែមវាឆ្ងាញ់តែវាផ្អែមសម្រាប់ខ្ញុំហើយឥឡូវគេញ៉ាំបែប pizza គេប្រាំងណាចាប្រាំងដីគោកហើយនេះគឺ fish and chip តែខ្ញុំអត់ចូលចិត្តត្រីនៅនេះវារៀងសោះចឹងណាអូខេតែយ៉ាងណាក៏ត្រូវតែញ៉ាំដែរអ្វីផ្សេងក៏វាឆ្ងាញ់ដូចគ្នាអញ្ចឹងណាចាហើយក៏អរគុណសម្រាប់ការតាមដានទាំងអស់គ្នាមិនថាខ្ញុំលេក៏អីទេចាអរគុណបាយ